នាយករដ្ឋមន្ត្រីថៃលោកអនុทิនច័ន្ទវិរៈកុលកំពុងតែភ័យខ្លួនហើយពីព្រោះថាធ្លាប់មានបទពិសោធន៍គ្រោះមហន្តរាយទឹកជំនន់ម្ដងហើយកាលពីឆ្នាំទៅពលគឺឆ្នាំ2025ចំពេលដែលប្រទេសថៃធ្វើការវាយប្រហារឈ្លានពានដោយប្រើប្រាស់អាវុធធុនធ្ងន់និងយន្តហោះចម្បាំងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាធ្វើបាបប្រជាជនកម្ពុជាខណៈពេលនោះភាគខាងត្បូងរបស់ប្រទេសថៃបានរងគ្រោះជាទម្ងន់ដែលបណ្ដាលឲ្យប្រជាពលរដ្ឋថៃបាត់បង់អាយុជីវិតនិងរងរបួសរហូតទៅដល់រាប់រយរាប់ពាន់នាក់ឥឡូវនេះសុបិនអាក្រក់បានកើតឡើងជាថ្មីម្ដងទៀតហើយមិនទាន់ទាំងចូលដល់រដូវវស្សាពេញទីផងសម្រាប់តែកើតមានហេតុការណ៍គ្រោះទឹកជំនន់ជាបន្តបន្ទាប់នៅក្នុងវីដេអូនេះខ្ញុំបាទសូមដកស្រង់នៅព្រឹត្តិការណ៍ព័ត៌មានស្ដីអំពីគ្រោះទឹកជំនន់មួយដែលកំពុងតែបំភ័យនាយករដ្ឋមន្ត្រីរបស់ថៃដែលកើតឡើងនៅភាគខាងជើងថៃវិញម្ដងចង់ដឹងថាតើព្រឹត្តិការណ៍ព័ត៌មាននោះរៀបរាប់លម្អិតបែបណាមានហេតុការណ៍អ្វីកើតឡើងខ្លះហើយលោកនាយករដ្ឋមន្ត្រីរបស់ថៃបានសម្ដែងនូវការចាប់អារម្មណ៍និងប្រតិបត្តិការអ្វីខ្លះសូមតាមដានជាមួយខ្ញុំដូចតទៅគ្រោះធម្មជាតិទឹកជំនន់ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារភាគខាងជើងនៃប្រទេសថៃយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី19ខែសីហាឆ្នាំ2026នេះដោយបានបណ្ដាលឲ្យផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវរងការលិចលង់យ៉ាងសន្ធឹកសន្ធាប់យោងតាមការចុះផ្សាយជាផ្លូវការរបស់សារព័ត៌មាន Machicon បានឲ្យដឹងថាថ្នាក់ដឹកនាំរដ្ឋបាលថៃដែលកំពុងតែបំពេញបេសកកម្មផ្លូវការនៅឯប្រទេសអូស្ត្រាលីបានចេញបញ្ជាបន្ទាន់ពីចម្ងាយឲ្យចល័តកម្លាំងសង្គ្រោះនិងគ្រឿងចាក់គ្រប់វិស័យដែលពាក់ព័ន្ធដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាជាមួយគ្នានេះក្រុមការងារថ្នាក់រដ្ឋមន្ត្រីជាច្រើនរូបត្រូវបានចាត់តាំងឲ្យចុះដោយផ្ទាល់ទៅកាន់តំបន់រងគ្រោះដើម្បីគ្រប់គ្រងស្ថានភាពបញ្ជាប្រតិបត្តិការនិងចែកអំណោយសង្គ្រោះបន្ទាន់ជូនជនរងគ្រោះអ្វីបើមានការចាត់វិធានការភ្លាមយ៉ាងណាក៏ដោយក៏ស្ថានភាពទឹកជំនន់នៅតែបន្តប្រឈមមុខខ្ពស់ដោយសារតែកម្រិតទឹកភ្លៀងនៅតែបន្តធ្លាក់ចុះមកយ៉ាងគំហុកឥតឈប់ឈរបង្កទៅជាក្តីបារម្ភយ៉ាងខ្លាំងទៅដល់សុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ស្របពេលដែលប្រតិបត្តិការជំនះនិងសង្គ្រោះកំពុងតែប្រព្រឹត្តទៅយ៉ាងស្រវាស្រទិញសោកនាដកម្មនៃការបាត់បង់អាយុជីវិតមនុស្សដំបូងគេត្រូវបានរាយការណ៍ជាផ្លូវការដោយសារព័ត៌មាន Machicon Online នារសៀលថ្ងៃដដែលនេះក្រុមឆ្លើយតបគ្រោះមហន្តរាយនៃអង្គការសង្គ្រោះទាន់ហេតុការណ៍បានរកឃើញសាកសពបរិម្នាក់ប្រហែលជាអាយុ50ឆ្នាំដែលត្រូវបានចរន្តទឹកជំនន់ដ៏ខ្លាំងក្លានេះបោកយកទៅនិងលង់ទឹកស្លាប់នៅជិតរបងផ្ទះអ្នកភូមិមួយកន្លែងហេតុការណ៍ដ៏រន្ធត់នេះបានស្ដែងឲ្យឃើញអំពីទំហំគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃជំនន់ទឹកភ្លៀងដែលបានបក់ចូលមកកាន់ភូមិឋានដោយគ្មានការព្រមានទុកជាមុនបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្ថាប័នពិនិត្យកសលវិច័យដើម្បីស្វែងរកអត្តសញ្ញាណនិងប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខណៈដែលអាជ្ញាធរក៏បានចេញសារព្រមានទៅដល់សាធារណជនទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់និងជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទឹកហូរខ្លាំងយោងទៅតាមទិន្នន័យពីនាយកដ្ឋានឧតុនិយមនិងមជ្ឈមណ្ឌលប្រតិបត្តិការទឹកដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Machicon Online ដដែលនេះបានបង្ហាញថាភ្លៀងធ្លាក់ខ្លាំងបន្ទាប់នៅក្នុងរយៈពេល24ម៉ោងចុងក្រោយបានធ្វើឲ្យកម្រិតទឹកនៅក្នុងដងទន្លេភាគខាងជើងហក់ឡើងយ៉ាងគំហុកលើកម្រិតប្រុងប្រយ័ត្នហើយតំបន់រដ្ឋបាលនិងសហគមន៍ជាច្រើនកន្លែងត្រូវវាយផ្ទប់បោកដោយទឹកជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំធ្វើឲ្យផ្លូវបាក់និងផ្ទះសម្បែងជាច្រើនត្រូវដួលរលំកាត់ផ្ដាច់និងលិចលង់ទាំងស្រុងក្រុមអ្នកជំនាញអាកាសធាតុព្យាករណ៍ថាប្រព័ន្ធសម្ពាធទាបនឹងបន្តគ្របដណ្ដប់ទៅលើភាគខាងជើងនិងភាគឦសានបន្ថែមទៀតដែលអាចបង្កឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំងនិងបង្កទៅជារលកទឹកជំនន់ថ្មីការនេះតម្រូវឲ្យអាជ្ញាធរដែនដីរៀបចំជម្រកសុវត្ថិភាពនិងត្រៀមប្រព័ន្ធប្រកាសអាសន្នជាប្រចាំដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុតតាមរយៈប្រភពព័ត៌មានដដែលនេះបានបង្ហាញថាការប្រជុំមុខនឹងគ្រោះធម្មជាតិនៅដើមឆ្នាំ2026នេះបានបង្កទៅជាសម្ពាធយ៉ាងខ្លាំងទៅដល់រដ្ឋាភិបាលថៃពីព្រោះដើមឆ្នាំនេះមានករណីភ្លៀងធ្លាក់ខុសរដូវទឹកជំនន់បាក់ដីនិងខ្យល់កន្ត្រាក់កើតឡើងជាបន្តបន្ទាប់សាធារណជនចាប់ផ្ដើមរិះគន់ទៅលើប្រសិទ្ធភាពនៃគោលនយោបាយគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលដែលហាក់បីដូចជាមានភាពយឺតយ៉ាវនិងខ្វះយន្តការការពារទុកជាមុនការប្រៀបធៀបជាច្រើនត្រូវបានធ្វើឡើងទាក់ទិនទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំ2025កំឡុងពេលដែលថៃបានចំណាយថវិកានិងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើចំនួនព្រំដែនជាមួយនឹងប្រទេសជិតខាងប៉ុន្តែនៅពេលដែលភាគខាងត្បូងជួបគ្រោះទឹកជំនន់ភ្លាមបែរជាគ្មានប្រព័ន្ធសង្គ្រោះឲ្យទាន់ពេលវេលាបណ្ដាលឲ្យប្រជាពលរដ្ឋស្លាប់និងបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅវិញជាមួយគ្នានោះប្រភពព័ត៌មានដដែលក៏បានដកស្រង់ទស្សនៈមហាជនដែលមើលឃើញថាសកម្មភាពសម្ដែងការព្រួយបារម្ភនិងការបញ្ជាសង្គ្រោះយ៉ាងប្រញាប់ប្រញាល់ពីបរទេសរបស់ថ្នាក់ដឹកនាំថៃនៅពេលនេះគឺជាសញ្ញានៃការភ័យខ្លាចបាត់បង់ការគ្រប់គ្រងនិងប្រជាប្រិយភាពនយោបាយវិបត្តិគ្រោះធម្មជាតិបូករួមទៅនឹងសម្ពាធនយោបាយផ្ទៃក្នុងបាននឹងកំពុងតែអង្រួនស្ថិរភាពនៃជួររដ្ឋាភិបាលយ៉ាងខ្លាំងលើពីនេះរដូវភ្លៀងទើបតែចាប់ផ្ដើមប៉ុណ្ណោះហើយប្រសិនបើប្រព័ន្ធសង្គ្រោះបន្ទាន់នៅតែមានចន្លោះប្រហោងនោះចំនួនទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់នឹងហូរចុះទៅភាគខាងក្រោមធ្វើឲ្យកម្រិតទឹកទន្លេចៅប្រយ៉ាកើនឡើងខ្លាំងនិងអាចបង្កឲ្យមានការលិចលង់ទី
ក្រុងធំៗដូចជាទីក្រុងបាងកកសារជាថ្មីដូចឆ្នាំមុនដែរខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានព្យាករណ៍ថាទីក្រុងបាងកកអាចនឹងលិចលង់ចូលទៅក្រោមទឹកទាំងស្រុងនៅត្រឹមឆ្នាំ2050ឬក៏ឆ្នាំ2070បើផ្អែកទៅលើការត្រួតពិនិត្យនិងរបាយការណ៍ដោយសារតែព័ត៌មាន Matichon ព្រឹត្តិការណ៍ទឹកជំនន់នៅភាគខាងជើងនៃប្រទេសថៃនៅពេលនេះមិនត្រឹមតែជាវិបត្តិគ្រោះធម្មជាតិធម្មតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការលាតត្រដាងនៅចំណុចខ្សោយផ្នែកគ្រប់គ្រងនិងគ្រោះថ្នាក់នយោបាយរបស់រដ្ឋាភិបាលថៃការប្រញាប់ប្រញាល់ចេញមុខបញ្ជាចេញពីបរទេសរបស់នាយករដ្ឋមន្ត្រីថៃគឺជាយុទ្ធសាស្ត្រនយោបាយដើម្បីកាត់បន្ថយការរិះគន់ពីសាធារណជនដែលកំពុងតែក្តៅក្រហាយប៉ុន្តែវាមិនអាចបិទបាំងភាពបរាជ័យនៃប្រព័ន្ធការពារស៊ីវិលនិងការខកខាននៅក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្សាំនិងការប្រែប្រួលអាកាសធាតុនោះឡើយប្រសិនបើរដ្ឋាភិបាលថៃនៅតែបន្តផ្ដោតទៅលើការទាញយកផលប្រយោជន៍នយោបាយនិងការបង្កើតរូបភាពសន្តិសុខសពនិមិត្តជំនួសឲ្យការដោះស្រាយវិបត្តិពិតប្រាកដរបស់ប្រជាជននោះការធ្លាក់ចុះនៃទំនុកចិត្តសាធារណៈនឹងក្លាយទៅជាដើមហេតុចម្បងដែលបង្កឲ្យមានការប្រែប្រួលជួរថ្នាក់ដឹកនាំនិងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនាពេលខាងមុខយ៉ាងពិតប្រាកដបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនស្ដាប់មិនច្រឡំទេឥឡូវនេះស្ថានភាពនៅប្រទេសថៃជាពិសេសគឺភាគខាងជើងបងប្អូនប្រហែលជាបានជ្រាបហើយកាលពីឆ្នាំ2025គ្រោះទឹកជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាជាទីបំផុតនៅភាគខាងត្បូងរបស់ថៃបានបណ្ដាលឲ្យបាត់បង់ហេដ្ឋារចនាសម្ព័ន្ធនិងខាតបង់យ៉ាងធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិរបស់ប្រជាជនរហូតធ្វើឲ្យបាត់បង់អាយុជីវិតរបស់ប្រជាជនថៃអស់ចំនួនរាប់រយរាប់ពាន់នាក់ថែមទៀតដូច្នេះវាមិនចម្លែកទេចំពោះប្រទេសថៃនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតមិនថាតែភាគខាងជើងមិនថាតែភាគខាងត្បូងឬក៏តំបន់ភាគកណ្ដាលឡើយវានៅតែបន្តស្ថានភាពបែបនេះពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរដោយសារតែអ្នកវិទ្យាសាស្ត្របានធ្វើការព្យាករណ៍រួចទៅហើយថាផ្នែកសំខាន់របស់ប្រទេសថៃនឹងធ្លាក់ទៅក្រោមនីវ៉ូទឹកសមុទ្រដែលបង្កឲ្យមានទឹកជំនន់ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើងនិងបន្តបាក់ដីស្រុតដីត្រង់កន្លែងដែលនឹកស្មានមិនដល់ដូច្នេះយើងនឹងបន្តតាមដានទស្សនានៅព្រឹត្តិការណ៍ព័ត៌មានអាប់ដេតជាបន្តបន្ទាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍គ្រោះមហន្តរាយនៅក្នុងប្រទេសថៃក៏ដូចជាបញ្ហានយោបាយរបស់លោកអនុទានច័ន្ទវរៈគុលដែលកំពុងតែបំភាន់ភ្នែកប្រជាជនថៃនាពេលបច្ចុប្បន្ននេះដើម្បីតែអំណាចខ្លួននិងអំណាចយោធាសូមតាមដានជាមួយខ្ញុំនៅព្រឹត្តិការណ៍ព័ត៌មានបន្តបន្ទាប់ក្នុងវីដេអូក្រោយស្របពេលកំពុងមានគ្រោះទឹកជំនន់ស្រាប់តែប្រទេសថៃអនុម័តថវិកា433លានបាតសាងសង់លេនដ្ឋាននិងជំរកសុវត្ថិភាពជាង1600កន្លែងនៅបណ្ដោយព្រំដែនកម្ពុជាថៃឯនេះវិញនឹងខ្ញុំសូមជូននៅរឿងរ៉ាវថ្មីចាដែលក្នុងវីដេអូនេះគឺមានរឿង3សំខាន់ទី1ពាក់ព័ន្ធទៅនឹងរដូវកាលព្យុះអូសដោយដែលបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយថារដូវវស្សានៅក្នុងប្រទេសកម្ពុជាជារដូវដែលយើងកំពុងតែផ្សព្វផ្សាយហៅភ្ញៀវទេសចរមកទស្សនាកម្ពុជាក្នុងរដូវកាលបៃតងប៉ុន្តែផ្ទុយស្រឡះពីប្រទេសកម្ពុជានៅឯខាងស្រុកចៅឯនោះវិញរដូវនេះគេហៅថារដូវព្យុះអូសចាព្យុះអូសទឹកលិចអីហូរហែអញ្ចឹងទៅស្របពេលដែលការលិចលង់កំពុងតែកើតឡើងហើយព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី19នេះគឺមានមនុស្សម្នាក់ស្លាប់នៅក្នុងខេត្តណានរបស់ប្រទេសថៃហើយមានខេត្ត3កំពុងតែរងគ្រោះធ្ងន់ធ្ងរព័ត៌មានទឹកជំនន់កំពុងក្លាយទៅជាព័ត៌មានក្តៅស្រាប់តែមានព័ត៌មានមួយដែលគេលើកឡើងថាប្រទេសថៃបានអនុម័តថវិកាជាច្រើនរយលានបាតតាមបណ្ដោយព្រំដែនកម្ពុជាថៃ7ខេត្តហើយជីកលេនដ្ឋានរួមទាំងធ្វើជំរកសុវត្ថិភាពដល់ទៅជិត1700កន្លែងចា1669កន្លែងចឹងបងប្អូនទាំងអស់គ្នាឥឡូវនេះនាងខ្ញុំសូមជូននៅព័ត៌មានដែលចេញផ្សាយជាផ្លូវការពីខាងស្រុកថៃមកចាបើយើងទៅតាមការចេញផ្សាយជាផ្លូវការពីសារព័ត៌មានថៃគេបានដាក់ចំណងជើងធំថាប្រទេសថៃអនុម័តថវិកា443លានបាតសម្រាប់សាងសង់ជំរកសុវត្ថិភាពចំនួន1669កន្លែងនិងប្រព័ន្ធប្រកាសអាសន្នតាមបណ្ដោយព្រំដែនកម្ពុជាចាអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុង7ខេត្តហ្នឹងគេអត់បញ្ជាក់ថាខេត្តណាខ្លះទេហើយទីតាំងដែលសាងសង់នេះក្នុងព័ត៌មានមិនបានលម្អិតថាជាទីតាំងដែលភាគីថៃរំលោភបំពានលើកម្ពុជាហើយសាងសង់របស់ទាំងនោះឬក៏យ៉ាងណាទេនិយាយរួមព័ត៌មានគឺអត់ទៅសេបញ្ជាក់ប៉ុន្តែអីដែលគេបញ្ជាក់ហ្នឹងគឺតួលេខធំដែលថវិកាបានអនុម័តសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមជាមួយនឹងប្រព័ន្ធប្រកាសអាសន្នតាមបណ្ដោយព្រំដែនកម្ពុជានេះវិញចាគណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានអនុម័តកញ្ចប់ថវិកាបន្ទាន់ចំនួន433.5លានបាតចាបងប្អូនទាំងអស់គ្នាជួយគុណគូផងបើសិនជាយើងយក433.5លានបាតនេះទៅគិតជាលុយដុល្លារប្រមាណលានដុល្លារទៅបងប្អូនទាំងអស់គ្នាដោយថវិកាបន្ទាន់ក្នុងកញ្ចប់ដ៏សម្បើមនេះគឺអនុម័តដើម្បីសាងសង់ជំរកសុវត្ថិភាពនិងកែលម្អប្រព័ន្ធប្រកាសអាសន្នព្រមទាំងប្រព័ន្ធទំនាក់ទំនងនៅតាមខេត្តចំនួន7តាមបណ្ដោយព្រំដែនកម្ពុជាថៃប៉ុន្តែគេអត់បញ្ជាក់ទេចាគេទៅសេយកមកប៉ុណ្ណឹងកញ្ចប់ថវិកាដែលត្រូវបានអនុម័តនៅថ្ងៃទី18ខែសីហានោះនឹងត្រូវផ្ដល់ជូនទៅនាយកដ្ឋានគ្រប់គ្រងដែនដីចំណុះក្រសួងមហាផ្ទៃថៃដើម្បីពង្រឹងសន្តិសុខនិងការត្រៀមលក្ខណៈឆ្លើយតបក្នុងគ្រាអាសន្ននៅតាមសហគមន៍ព្រំដែន
លោកស្រី Lalida ជាអនុអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានផ្ដល់ប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថាថវិកានេះនឹងត្រូវយកទៅប្រើប្រាស់លើវិធានការបន្ទាន់ចំនួន3យ៉ាងធំៗថវិកាសរុប361លានបាតនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ជម្រកក្រោមដីការពារគ្រាប់ចាឬក៏យើងហៅថាលេនដ្ឋាននិងជម្រកសុវត្ថិភាពចំនួន1669កន្លែងខណៈដែលថវិកាចំនួន22.88លានបាតចាក្បែរនឹង23លានបាតនឹងត្រូវផ្ដល់សម្រាប់សាងសង់ប៉មបំពង់សម្លេងសាធារណៈតាមភូមិចំនួន143កន្លែងប៉ុន្តែគេអត់បញ្ជាក់ថានៅភូមិឃុំស្រុកណាខេត្តណាទេគ្រាន់តែដាក់ថា143កន្លែងដោយឡែកថវិកាទី3ចាចំនួន49.62លានបាតចាក្បែរនឹង50លានបាតហ្នឹងនឹងត្រូវចំណាយលើការកែលម្អប្រព័ន្ធទំនាក់ទំនងវិទ្យុ Digital នៅទូទាំងខេត្តជាប់ព្រំដែនទាំង7វិធានការទាំងនេះធ្វើឡើងក្នុងគោលបំណងផ្ដល់ទីតាំងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរក្នុងករណីមានការប៉ះទង្គិចគ្នាខណៈដែលអនុញ្ញាតឲ្យអាជ្ញាធរអាចបញ្ជូនព័ត៌មានប្រកាសអាសន្នឬការប្រកាសផ្សេងទៅកាន់សហគមន៍បានកាន់តែឆាប់រហ័សចាអ្នកទៅសេព័ត៌មានដែលគេដកស្រង់សម្ដីមកហ្នឹងគេបញ្ជាក់ថាវិធានការមានគោលបំណងផ្ដល់ទីតាំងសុវត្ថិភាពសម្រាប់ពលរដ្ឋនិងមន្ត្រីអាជ្ញាធរក្នុងករណីមានការប៉ះទង្គិចគ្នាចាពាក្យហ្នឹងមានន័យថាម៉េចចាបងប្អូនទាំងអស់គ្នាក្នុងករណីមានការប៉ះទង្គិចគ្នាខណៈដែលអនុញ្ញាតឲ្យអាជ្ញាធរអាចបញ្ជូនព័ត៌មានអាសន្នឬការប្រកាសអាសន្នផ្សេងទៅកាន់សហគមន៍បានកាន់តែឆាប់រហ័សតើមានបំណងអ្វីទើបសរសេរព័ត៌មានមកបែបនេះគម្រោងនេះនឹងជួយគាំទ្រដល់មន្ត្រីរដ្ឋបាលមូលដ្ឋានកងកម្លាំងការពារស៊ីវិលស្ម័គ្រចិត្តនិងក្រុមសន្តិសុខភូមិដែលមានភារកិច្ចរក្សាសណ្ដាប់ធ្នាប់ការពារប្រជាពលរដ្ឋនិងថែរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិប្រសិនបើប្រជាជនត្រូវបង្ខំចិត្តជម្លៀសខ្លួនលោកស្រី Lalida បានបន្ថែមថាការកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងនេះក៏នឹងពង្រឹងសមត្ថភាពរបស់អាជ្ញាធរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខផ្សេងទៀតតាមបណ្ដោយព្រំដែនផងដែររួមមានការលួចចូលស្រុកខុសច្បាប់ចាំមានន័យថាចំណាក់ស្រុកខុសច្បាប់ការរត់ពន្ធទំនិញការជួញដូរគ្រឿងញៀននិងបាត់ល្មើសឆ្លងដែនជាដើមលោកស្រី Lalida បញ្ជាក់ថាអតិភិបចម្បងរបស់រដ្ឋាភិបាលថៃគឺសុវត្ថិភាពរបស់ប្រជាជននៅតំបន់ព្រំដែនដោយលោកស្រីបន្ថែមថាកញ្ចប់ថវិកានេះនឹងផ្ដោតលើវិធានការដែលអនុវត្តបានលឿននិងអាចយកទៅប្រើប្រាស់ផ្ទាល់ក្នុងគ្រាអាសន្នចឹងបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃដែលរដ្ឋាភិបាលថៃកំពុងអនុម័តលុយកាក់កក្រឹកកក្រែងកញ្ចប់ប្រព័ន្ធយៈនេះសម្រាប់មកខាងព្រំដែនស្រុកថៃគឺជួបគ្រោះទឹកជំនន់ហើយគ្រោះទឹកជំនន់ដែលកើតមាននៅប្រទេសថៃនេះមិនមែនជារឿងលេងតូចតាចទេរហូតដល់ធ្វើឲ្យមានមនុស្សស្លាប់ពីព្រោះនៅថ្ងៃទី19ខែសីហានេះកក្រឹកកក្រែងពេញស្រុកថៃដោយសារគេផ្សាយថាមានមនុស្សម្នាក់បានស្លាប់ខណៈដែលទឹកជំនន់កំពុងតែវាយប្រហារទៅលើស្រុកថាវាងផានៃខេត្តណានក្រុមអ្នកឆ្លើយតបក្នុងគ្រោះមហន្តរាយមកពីមូលនិធិភេទកាសេមបានរកឃើញសពបរិសម្នាក់ដែលមានអាយុចន្លោះពី45ទៅ50ឆ្នាំក្នុងអំឡុងពេលធ្វើប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋនៅក្នុងភូមិបាងហ្វៃមូនឃុំផាខាស្រុកថាវាងផាក្នុងខេត្តណានសពកំពុងត្រូវបានដឹកជញ្ជូនហើយប្រគល់ឲ្យអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់ការទៅតាមនីតិវិធីបន្តហើយសពបរិសម្នាក់ខាងលើនេះត្រូវបានគេប្រទះឃើញខណៈដែលខេត្តណានកំពុងតែប្រឈមមុខនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនិងទឹកជំនន់រហ័សហើយឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃគឺលោកយុទ្ធឆាណានបានបញ្ជាឲ្យមានការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះទឹកជំនន់ជាបន្ទាន់នៅក្នុងខេត្តណានខេត្តផាយ៉ាវនិងខេត្តឡាំផុនខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កើនហានិភ័យនៃទឹកជំនន់ឆាប់រហ័សនិងការជន់ហូរហៀរនៃទឹកទន្លេវិធានការរួមមានតាមដានស្ថានភាព24ម៉ោងលើ24ម៉ោងការប្រកាសអាសន្នតាមប្រព័ន្ធ call broadcast ការបំពាក់កម្លាំងសង្គ្រោះទូកម៉ាស៊ីនបូមទឹកឧទ្ធម្ភាគចក្រទុកជាមុនសម្រាប់ការជម្លៀសប្រជាជននិងការដឹកជញ្ជូនជំនួយទៅកាន់តំបន់ដែលពិបាកចូលដល់ហើយលើពីនេះទៀតគឺមានជំរកបណ្ដាអាសន្នអាហារទឹកផឹកនិងការគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រក៏ត្រូវរៀបចំទុកជាស្រេចផងដែរចាអញ្ចឹងនៅពេលដែលចេញផ្សាយនៅព័ត៌មាននេះមានមតិវែកញែកនៅក្នុងបណ្ដាញសង្គមរបស់ស្រុកថៃចាមិនមែនមកវែកញែករឿងស្រុកយើងទេណាប្រជាពលរដ្ឋដែលឃើញព័ត៌មាននេះហើយគេសួរថារឿងទឹកជំនន់កើតឡើងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃចុះហេតុអីបានជាកញ្ចប់ថវិកាដែលអនុម័តមកខាងព្រំដែនហ្នឹងវាធំមិនសម្បើម្លេះចាអញ្ចឹងតើអតិភិបរបស់ស្រុកថៃហ្នឹងតែប្រជាពលរដ្ឋនៅតាមព្រំដែនទេចូលប្រជាពលរដ្ឋដែលកំពុងលិចទឹកនេះអានេះគិតមិនវិញចាអាហ្នឹងមិនមែនជារឿងដែលយើងត្រូវឈឺក្បាលទេបងប្អូនអរគ្នាអាហ្នឹងគឺជារឿងដែលខាងនោះត្រូវឈឺក្បាលប៉ុន្តែរឿងដែលយើងគួរដឹងហើយគួរចាប់អារម្មណ៍ហ្នឹងគឺព័ត៌មានមុននៃគេតម្លាក់កញ្ចប់លុយទៅយ៉ាងច្រើនទៅដល់ខាងបដ ாய் ព្រំដែនតែគេគ្រាន់តែចង់សង់រឿងទាំងអស់ហ្នឹងដើម្បីការពារប្រជាពលរដ្ឋគេឬក៏វាមានបំណងទុច្ចរិតណាមួយនៅពីក្រោយចាមិនទាន់មានការបកស្រាយអីទេប៉ុន្តែកញ្ចប់តួលេខដែលអនុម័តថវិកាទៅហ្នឹងគឺពិតជាធំមែនចាអាជ្ញាធរត្រូវណែនាំឲ្យផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះសម្រាប់សម្រួលការងារអន្តរស្ថាប័ននិងវាតម្លៃការខូចខាតឲ្យបានឆាប់រហ័សដើម្បីផ្ដល់សំណងខណៈដែលស្ថាប័នឧត្តមសិក្សានៅតាមខេត្តនឹងជួយគាំទ្រដល់ការជម្លៀសប្រជាជននិងការសម្អាតក្រោយពេលទឹកជំនន់ស្រកទៅវិញចាអញ្ចឹងបងប្អូនទាំងអស់គ្នារឿងទឹកជន់នៅក្នុងស្រុកថៃមិនមែនជារឿងលេងហើយ
ទឹកហ្នឹងមិនមែនគ្រាន់តែជាទឹកភ្លៀងមេពីមេហូរចូលលូអស់ទេណាបងប្អូនអរគ្នារឿងនេះគឺរឿងធ្ងន់ដូចយើងខ្ញុំបានជម្រាបជូនពីខាងដើមអញ្ចឹងដល់ថ្នាក់មានមនុស្សស្លាប់អញ្ចឹងណាអញ្ចឹងដោយសារតែមានរឿងហ្នឹងហើយបានជាគេវេកញែកប្រទៀងបន្ទងគ្នាឥឡូវមកដល់រឿងទី3យើងធ្លាប់ទៅលើស្រុកថៃគេលាបពណ៌ឲ្យខ្មែរយើងថាស្រុកយើងនេះគឺស្រុក scam ឆបោកស្អីហូហែអញ្ចឹងទៅចាផ្សាយខ្លួនឯងអស់ចិត្តជួលអន្តរជាតិឲ្យជួយផ្សាយអីហូហែអញ្ចឹងទៅចឹងឥឡូវនេះយើងមកមើលព័ត៌មានស្រុកថៃមួយដែលសរសេរចំណងជើងដោយខ្លួនឯងមានន័យថាថៃសរសេរចំណងជើងនឹងដោយខ្លួនឯងតែម្ដងដែលគេដាក់ថាក្រុងបាងកកនាំមុខគេលើករណីឆបោកខណៈដែលស្ត្រីនិងយុវជនប្រឈមនឹងហានិភ័យខ្ពស់បំផុតចាហើយចំណងជើងនេះមិនមែនយើងទៅឲ្យគេទៅសេទេគឺថាគេទៅសេអំពីស្រុកគេដោយខ្លួនឯងហើយនៅក្នុងព័ត៌មាននេះគេនិយាយអំពីករណីអីខ្លះដែលរងការឆបោកច្រើនជាងគេក្នុងរូបភាពណាខ្លះហើយគេបង្ក្រាបបានប្រមាណអញ្ចឹងវាមានន័យថាគេចង់លៀងខ្លួនគេថាគេជាប្រទេសមួយដែលបានដុតដៃដុតជើងចូលរួមដោះស្រាយបញ្ហាហ្នឹងអីចឹងទៅចាអញ្ចឹងនាងខ្ញុំអត់អានទាំងអស់ទេខ្ញុំអានយកឲ្យទេចាហើយបងប្អូនទាំងអស់គ្នាបើសិនជាចង់អានលំអិតឬក៏ចង់ដឹងសាច់រឿងលំអិតអំពីប្រធានបទមួយនេះអាចចូលទៅកាន់សារព័ត៌មាន The Nation Thailand ដែលគេសរសេរចុះផ្សាយលំអិតអំពីករណីនីមួយៗហ្នឹងចាអញ្ចឹងយោងទៅតាមសមត្ថកិច្ចរបស់ស្រុកថៃបានឲ្យដឹងថាទីក្រុងបាងកកបាននាំមុខគេនៅក្នុងប្រទេសថៃខាងចំនួនបណ្ដឹងឆបោកអនឡាញនិងការខាតបង់ហិរញ្ញវត្ថុដោយមាន138ករណីនិងខាតបង់ទឹកប្រាក់ប្រហែលជា 63.3 លានបាតក្នុងមួយសប្តាហ៍ចាគ្រាន់តែសប្តាហ៍ទី3នៃខែសីហានេះមានបណ្ដឹង138ករណីខាតលុយអស់ 63.3 លានបាតស្ត្រីត្រូវបានគេកំណត់ថាជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដោយបានងាយរងគ្រោះដោយសារការឆបោកតាមអនឡាញញឹកញាប់ជាងបុរសចាមនុស្សស្រីងាយរងគ្រោះជាងមនុស្សវ័យក្មេងដែលមានចន្លោះពីវ័យពី21ដល់30ឆ្នាំគឺជាក្រុមដែលរងគ្រោះញឹកញាប់ជាងគេមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមអ៊ីនធឺណិតរបស់ស្រុកថៃទទួលបណ្ដឹងបានចំនួន6060ករណីតាមរយៈប្រព័ន្ធអនឡាញរបស់ប៉ូលីសថៃក្នុងអំឡុងពេល7ថ្ងៃនេះដោយមានការខាតបង់ជាទឹកប្រាក់សរុបចំនួន260លានបាតការឆបោកពាក់ព័ន្ធទៅនឹងទំនិញនិងសេវាកម្មត្រូវបានរាយការណ៍ញឹកញាប់បំផុតដោយមានរហូតដល់ទៅ4582បណ្ដឹងឬស្មើនឹង 77.3% នៃបណ្ដឹងសរុបទាំងអស់ទោះជាយ៉ាងណាក៏ដោយការឆបោកផ្នែកហិរញ្ញវត្ថុនិងការវិនិយោគបង្កឲ្យមានការខូចខាតជាទឹកប្រាក់ធំបំផុតការខាតបង់មានជិត80លានបាតដែលតំណាងឲ្យប្រហែលជា 30.7% នៃតម្លៃសរុបដែលបានរាយការណ៍ក្នុងអំឡុងសប្តាហ៍នេះខេត្តក្រុងដែលមានបណ្ដឹងច្រើនបំផុតទី1គឺបាងកកចាបាងកកមាន138បណ្ដឹងក្នុងមួយសប្តាហ៍ខាតបង់លុយ 63.3 លានបាតខេត្តនន្ទបុរីមានចំនួន36បណ្ដឹងខាតបង់260000បាតខេត្តឈៀងម៉ៃមាន27បណ្ដឹងតែទំហំលុយខាតច្រើនមែនទែនគឺ1លាន1សែនបាតស្ត្រីនៅតែបន្តរងគ្រោះញឹកញាប់ជាងបារោះខណៈដែលមនុស្សអាយុចន្លោះ21ដល់30ឆ្នាំជាក្រុមអាយុដែលមានហានិភ័យខ្ពស់រយៈពេលជាច្រើនខែជាប់គ្នាក្នុងចំណោមជនរងគ្រោះអាយុពី21ដល់30ឆ្នាំប្រភេទនៃការឆបោកទាំង3ដែលគេរាយការណ៍ថាញឹកញាប់បំផុតបងប្អូនទាំងអស់គ្នាកន្លែងនេះអាចយកចិត្តទុកដាក់បន្តិចទៅពីព្រោះថាអារូបភាពនៃការឆបោកនេះវាមិនមែនកើតឡើងតែស្រុកនឹងទេវាអាចនឹងកើតឡើងនៅស្រុកយើងដែរវាអាចនឹងកើតឡើងនៅទីណាផ្សេងទៀតដែរអញ្ចឹងអាការដែលយើងបានដឹងទទួលព័ត៌មានប្រុងប្រយ័ត្នការពារខ្លួនប្រាប់កូនប្រាប់ចៅនៅក្នុងរូបភាពនៃការឆបោកជួយផ្ដល់ព័ត៌មានទៅគ្នានេះគឺជារឿងល្អបំផុតការពារយើងផងការពារសាច់ញាតិយើងផងអញ្ចឹងរូបភាពទី1គឺការឆបោកពាក់ព័ន្ធទៅនឹងការទិញទំនិញឬសេវាកម្មរូបភាពទី2គឺការឆបោកពាក់ព័ន្ធទៅនឹងការបន្លំអត្តសញ្ញាណរូបភាពទី3ការឆបោកដែលផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលអះអាងថាយើងនឹងទទួលបានប្រតិបត្តិការតាមព្រំដែនព័ត៌មានពីស្រុកថៃបានរាយការណ៍ផងដែរអំពីលទ្ធផលនៃការឃ្លាំមើលព្រំដែននិងប្រតិបត្តិការអនុវត្តច្បាប់ក្នុងអំឡុងសប្តាហ៍នេះបរិយាជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួននៅស្រះកែវបន្ទាប់ពីឆ្លងដែនចេញពីប្រទេសកម្ពុជាដោយខុសច្បាប់អាជ្ញាធរបាននិយាយថាគាត់បានធ្វើដំណើរទៅធ្វើការឲ្យក្រុមលបែងស៊ីសងអនឡាញការិយាល័យស៊ើបអង្កេតកណ្ដាល CIB ទទួលបានជនជាតិថៃចំនួន207នាក់ដែលត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសឡាវអញ្ចឹងមានន័យថាថៃមិនថាទៅសេព័ត៌មានអីទេឲ្យត្រូវតែមានបន្តិចពាក់ព័ន្ធនឹងស្រុកខ្មែរបានអស់ចិត្តណាប៉ូលីសបាននិយាយថាពួកគេផ្ដល់ចម្លើយស្របគ្នានៃការធ្វើជាអ្នក maintenance គេហទំព័រលបែងស៊ីសងអនឡាញនៅក្នុងក្លឹប ST Vegas Entertainment International Club នៅក្នុងទីក្រុងវៀងច័ន្ទពួកគេត្រូវបានបញ្ជូនបន្តសម្រាប់ចំណាត់ការផ្នែកច្បាប់ក្រោមច្បាប់ការងាររបស់ប្រទេសថៃហើយប៉ូលីសក៏បានចាប់ខ្លួនជនជាតិថៃម្នាក់និងជនជាតិចិន5នាក់នៅលើផ្លូវជាតិលេខ1នៅក្នុងស្រុកកៅខាខេត្តឡាំប៉ាងហើយតែកងឡានជនជាតិថៃបានប្រាប់អ្នកស៊ើបអង្កេតថារូបគេទទួលបានប្រាក់ឈ្នួលចំនួន200,000 បាតដើម្បីដឹកជញ្ជូនជនជាតិចិនទាំងនោះដែលត្រូវបានចោទប្រកាន់ថាលួចចូលប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងពីប្រទេសឡាវពេលដែលពួកគេកំពុងធ្វើដំណើរពីខេត្តឈៀងរ៉ៃទៅកាន់ខេត្តតាកជនជាតិចិនទាំងនោះនិយាយថាពួកគេត្រូវបានគេជ្រើសរើសចាពួកគាត់មករកការងារធ្វើហើយត្រូវបានគេជ្រើសរើសឲ្យមកអភិវឌ្ឍកម្មវិធីថ្មីចាមានន័យថាបង្កើត application ថ្មី app ថ្មីដោយទទួលបានប្រាក់ខែ100,000 បាតអាជ្ញាធរថៃកំពុងពិនិត្យមើលទំនាក់ទំនងដែលអាចឈាននឹងទៅបណ្ដាញឆបោកអនឡាញជនជាតិថៃត្រូវចោទប្រកាន់ពីបទលាក់កំបាំងនិងជួយសម្រួលដល់ជនបរទេសក្នុងការគេចខ្លួនពីការចាប់ខ្លួនចំណែកឯជនជាតិចិន5នាក់ត្រូវចោទប្រកាន់ពីបទចូលប្រទេសថៃដោយគ្មានការអនុញ្ញាត
ក្នុងករណីនេះក៏មានការផ្ទេរប្រាក់ដែលត្រូវបានទប់ស្កាត់មុននឹងប្រាក់នោះធ្លាក់ដល់ដៃជនឆបោកក្នុងអំឡុងសប្តាហ៍ដដែលនេះខាងប៉ូលីសបង្ក្រាបការឆបោកអនឡាញរបស់ប្រទេសថៃបានសហការជាមួយធនាគារនិងប៉ូលីសក្នុងស្រុកដើម្បីអន្តរាគមន៍ក្នុងករណីចំនួន13អាជ្ញាធរបានបញ្ឈប់ការផ្ទេរប្រាក់ដែលមានតម្លៃប្រមាណ6សែនបាតមុនពេលប្រាក់នោះធ្លាក់ទៅដល់គណនីដែលគេជឿថាវាគ្រប់គ្រងដោយជនឆបោកខាងប៉ូលីសជួយសង្គ្រោះជនរងគ្រោះអាយុ21ឆ្នាំក្នុងករណីដែលមានទឹកប្រាក់ធំមួយហើយគេបានសម្របសម្រួលជាមួយនឹងប៉ូលីសប៉ុស្តិ៍នៅក្នុងខេត្តត្រាំងដើម្បីជួយសង្គ្រោះបារោះអាយុ21ឆ្នាំម្នាក់ដែលបាត់បង់ប្រាក់រហូតដល់ទៅ58,000 បាតជនរងគ្រោះទទួលបានការហៅចូលពីនរណាម្នាក់ចាមានជនឆបោកទូរស័ព្ទទៅគាត់អះអាងថាគេគឺជាការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន AIS ហើយនៅពេលដែលគេទូរស័ព្ទទៅជនរងគ្រោះគេបានចុះឈ្មោះជនរងគ្រោះនៅក្នុងគេបានចុះឈ្មោះនៅក្រោមឈ្មោះរបស់ជនរងគ្រោះនៅក្នុងខេត្តរណងនិងមានពាក់ព័ន្ធជាមួយនឹងការលាងលុយកខ្វក់ចាអញ្ចឹងគេចោទមកជនរងគ្រោះណាថាជនរងគ្រោះពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់បន្ទាប់មកគេគំរាមជនរងគ្រោះហើយគេឲ្យជនរងគ្រោះបន្ថែមគណនីឡាញចាពីព្រោះនៅស្រុកថៃគេតាក់ទងគ្នាតាមឡាញថែមគណនីឡាញមួយទៀតហើយនៅក្នុងគណនីឡាញហ្នឹងលេខម្ចាស់គណនីឡាញហ្នឹងថាហ្នឹងគឺជាប៉ុស្តិ៍ប៉ូលីសចាគឺជាមន្ត្រីប៉ូលីសរបស់ប៉ុស្តិ៍រណងហើយម្នាក់ដែលខ្លែងធ្វើជាប៉ូលីសហ្នឹងបានភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សមួយទៀតដែលខ្លែងធ្វើជាមន្ត្រីប៉ូលីសមួយផ្សេងទៀតបន្ទាប់មកទាំង3នាក់ហ្នឹងគេបានគំរាមកំហែងជនរងគ្រោះណែនាំឲ្យជនរងគ្រោះបង្ហាញថាខ្លួនមិនមានពាក់ព័ន្ធទៅនឹងបទល្មើសលាងលុយកខ្វក់នោះទេហេតុនេះជនរងគ្រោះត្រូវផ្ទេរប្រាក់ដើម្បីឲ្យការិយាល័យប្រឆាំងលាងលុយកខ្វក់ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ជនរងគ្រោះក៏បានធ្វើតាមហើយផ្ទេរប្រាក់ចំនួន3លើកហើយខាតបង់រហូតដល់ទៅ580,000 បាតចា58,000 បាតបន្ទាប់មកអាជ្ញាធរបានពន្យល់ថានោះវាគឺជាល្បិចឆបោកហើយណែនាំឲ្យជនរងគ្រោះដាក់ពាក្យស្នើសុំបង្កក់គណនីតាមរយៈទូរស័ព្ទទាន់ហត្ថការសម្រាប់សម្រួលដោយដាក់ពាក្យបណ្ដឹងផ្លូវការជាមួយនឹងប៉ូលីសចាអញ្ចឹងបងប្អូនទាំងអស់គ្នាចំណុចចុងក្រោយនេះគឺជាចំណុចមួយដែលយើងគួរប្រយ័ត្នដែរពីព្រោះថានៅពេលដែលគេព្យាយាមឆបោកយើងគេមិនមកតែម្នាក់ទេគេនឹងបង្កើតជាក្រុមមួយដើម្បីក្លែងបន្លំដើម្បីសម្លុតដើម្បីគំរាមយើងដោយករណីដែលប៉ូលីសគេចាប់បាននេះអញ្ចឹង58,000 បាតគ្រាន់តែផ្ទេរលុយ3ដងហ្នឹងចាច្រើនមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងគេទូរស័ព្ទមកជនរងគ្រោះហើយប្រាប់ជនរងគ្រោះថាជនរងគ្រោះនេះគឺជាមនុស្សដែលពាក់ព័ន្ធទៅនឹងករណីលាងលុយកខ្វក់ហើយបន្ទាប់មកក៏មានមនុស្សផ្សេងទៀតតំណតំណងមកថាគេគឺជាប៉ូលីសដែលកំពុងតែព្យាយាមការពារជនរងគ្រោះព្យាយាមចាប់មនុស្សអាក្រក់អញ្ចឹងហើយសូមបង្ហាញផុសតាងមកឲ្យប៉ូលីសសហការជាមួយប៉ូលីសបើសិនជាអត់សហការជាមួយប៉ូលីសទេនឹងមានរឿងអីហូរហែទៀតទៅចាហើយប្រជាពលរដ្ឋយើងស្លូតត្រង់បងប្អូនអរគ្នាអញ្ចឹងជឿគេហើយក៏ផ្ទេរលុយផ្ទេរអីចឹងទៅហើយមួយទៀតបងប្អូនអរគ្នារឿងករណីនៃការឆបោកនេះណាមានអ្នកខ្លះទៀតនៅពេលដែលគាត់ឃើញព័ត៌មានចាញ់ហើយគាត់តែងតែនិយាយថាជនរងគ្រោះហ្នឹងហេតុអីក៏មិនសូវមានបញ្ញាហេតុអីក៏ឆោតមិនចាញ់សម្លុតគេចាញ់គំរាមគេអញ្ចឹងបងប្អូនអរគ្នាយើងអត់នៅក្នុងហេតុការណ៍យើងអត់ដឹងថាតើគេប្រើពាក្យអីខ្លះបច្ចេកទេសអីខ្លះដើម្បីសម្លុតគំរាមយើងទេចាពីព្រោះនៅពេលដែលយើងអានព័ត៌មានយើងមិនមែនអានពាក្យសម្ដីទាំងអស់របស់ជនឆបោកឯណាចាយើងសរសេរមកជាព័ត៌មានហ្នឹងអញ្ចឹងយើងទាំងអស់គ្នានឹងយល់ថាមានរឿងអីកើតឡើងក៏ប៉ុន្តែសម្រាប់ជនរងគ្រោះផ្ទាល់ដែលឮពាក្យគេនិយាយនោះគាត់នឹងទទួលអារម្មណ៍ផ្សេងចាពីព្រោះថាមនុស្សយើងបើសិនជាត្រូវបានគេសម្លុតគំរាមដដែលហើយដដែលទៀតហើយមានគ្នាមានបៈមានពួកមានអីច្រើនមកអញ្ចឹងទៀតងាយនឹងបាត់បង់ស្មារតីងាយនឹងត្រូវគេគំរាមកំហែងអញ្ចឹងប្រសិនបើបងប្អូនទាំងអស់គ្នាបានស្ដាប់ព័ត៌មាននេះចាមើលវីដេអូនេះហើយមានករណីណាមួយឬក៏បុគ្គលណាព្យាយាមធ្វើរឿងបែបនេះបងប្អូនទាំងអស់គ្នាកុំភ្លេចតាក់ទងទៅកាន់សាច់ញាតិបងប្អូនមន្ត្រីភូមិឃុំដែលស្គាល់ចាដើម្បីជួយកុំឲ្យនៅម្នាក់ឯងហើយកុំឲ្យចាញ់សម្លុតគេ